ការពិតទៅការចំសត្វវាតតែយើងមានការស្រឡាញ់ដែរដោយសារការស្រឡាញ់ហ្នឹងវាជំរុញឲ្យយើងមើលថែវាហើយយើងការគិតដិតដល់ហើយការចំសត្វជាដើមឡើយក៏វាមិនអាចថាយើងមានដើមទុនរាប់ពាន់ដុល្លារបានយើងអាចចាប់ផ្ដើមបានទេបើយើងមានប៉ុន្មានយើងធ្វើតាមសមត្ថភាពយើងទៅយើងដាក់មួយគូទៅបើយើងអត់លុយយើងមិនមានលុយដល់រាប់ពាន់អីដូចគេអញ្ចឹងយើងធ្វើតាមអ្វីជាខ្លួនយើងហើយបើសម្រាប់ខ្ញុំដាក់អញ្ចឹងឧទាហរណ៍ឲ្យខ្ញុំមានជ្រូកខ្ញុំដាក់ជ្រូកនោះមួយគូទៅមាន់មួយគូទៅតិចទៀតខ្ញុំមានលុយខ្ញុំដាក់ស្អីផ្សេងមួយគូទៀតទៅយូរទៅវាចិញ្ចឹមពណ៌នេះវាមិនអាចផ្ដល់ផលឲ្យយើងបានភ្លាមទេដោយសារព្រោះយើងចំណាយក៏វាមិនសូវច្រើនដំបូងយើងមិនមានថវិកាសម្រាប់ការចំណាយលើការចិញ្ចឹមសត្វច្រើនព្រោះយើងមិនសូវមានលុយមានកាក់អញ្ចឹងយើងដាក់ទៅតាមតាណាពីប្រព័ន្ធនេះវាតតែយើងអាចថាចំណាយនឹងការចិញ្ចឹមផ្គត់ផ្គង់ចំណីទៅលើវារយៈពេលមួយឆ្នាំអីបានវាបានផលកន្លះឆ្នាំទៅមួយឆ្នាំអញ្ចឹងទៅវាមិនខុសអីពីយើងសំលុយទេបើយើងសំវាតិចទៅហើយដូចចំសត្វអញ្ចឹងយើងចង់បានភ្លាមគឺវាតតែយើងដាក់ចាយទុនរាប់ពាន់អីចឹងទៅតែបើសម្រាប់យើងលក្ខណៈគ្រួសារយើងចំវាធម្មតាទៅថាមួយគូទៅវាកន្លះឆ្នាំអីហ្នឹងវាបានផលហើយវាបានផលបានផ្លែផ្កាមកឲ្យយើងអញ្ចឹងយើងចំបដាយើងធ្វើការបដាទៅហើយដូចសម្រាប់ដូចខ្ញុំអីវាខ្ញុំចំបដាខ្ញុំរកការងារខ្ញុំធ្វើការងារបដាអីចឹងទៅបើសិនថាយើងថ្ងៃមុខទៅយើងបរិច្បានច្រើនលើឧទាហរណ៍ថាយើងមានឥឡូវយើងទិញបានជ្រូកមួយគូមាន់មួយគូទៅឧទាហរណ៍ចឹងទៅហើយបើតបមកយើងទិញអ្វីដែលយើងចង់ដាក់ទៀតទៅជាកប៉ាឬក៏កងាននិយាយរួមឲ្យថាបងប្អូនគិតថាវាល្អសម្រាប់យើងស្រឡាញ់វាអីចឹងទៅប៉ុន្តែបើចំពោះខ្ញុំចូលចិត្តប្រភេទសត្វដែលយើងអត់សូវមើលថែវាអញ្ចឹងណាយើងដាក់ចំណីឲ្យវាហើយយើងអត់សូវព្រួយបារម្ភពីជំងឺ